ខ្ញុំតែងតែធ្វើដំណើរទៅក្រៅប្រទេសអញ្ចឹងហើយខ្ញុំត្រូវការគម្រោងធានារ៉ាប់រងសុខភាពដែលធ្វើការធានារ៉ាប់រងជុំវិញពិភពលោក អូយមានអារម្មណ៍ថាឈឺក្បាលហើយស្វាំងភ្នែកទេនេះបើសិនបើកញ្ចប់ពិនិត្យសុខភាពយើងមានបន្ថែមអត្ថប្រយោជន៍ពិនិត្យសុខភាពទូទៅឬកញ្ចប់ថែទាំសុខភាពផ្នែកមិននឹងល្អប្រសើរយ៉ាងណាប្រកបណាយើងម្នាក់មានតម្រូវការផ្សេងគ្នាអញ្ចឹងហើយគម្រោងស្តង់ដារទូទៅមួយមិនអាចបំពេញទៅតាមតម្រូវការដោយដែលអ្នកទាំងអស់គ្នាចង់បាននោះទេអមអាកអាខាងក្រោយហ្នឹងខ្ញុំចង់បានឆែកខាងសងខាងហើយហប៉ៅវិញខ្ញុំចង់បានបន្ថែមហប៉ៅខាងក្នុងហ្នឹង2ពណ៌ចាំបានពណ៌ខ្មៅអស់បាទឆតអាថងរបស់ខ្ញុំជាងគាត់ការទៅតាមតម្រូវការនៅមុខដែលខ្ញុំចង់បានចុះគម្រោងធានារ៉ាប់រងសុខភាពវិញខ្ញុំមានអារម្មណ៍ថាវាជា model តែមួយមានលក្ខណៈទូទៅអត់សូវសមស្របនិងអត់សូវគ្រប់គ្រាន់ទៅតាមតម្រូវការជាក់លាក់ណាមួយដែលយើងគ្រប់គ្នាចង់បានប្រកបណាយើងម្នាក់មានតម្រូវការផ្សេងគ្នាអញ្ចឹងហើយគម្រោងស្តង់ដារទូទៅមួយមិនអាចបំពេញទៅតាមតម្រូវការដោយដែលអ្នកទាំងអស់គ្នាចង់បាននោះទេចុះបើសិនបើគម្រោងធានារ៉ាប់រងសុខភាពអាចរចនាបានទៅតាមតម្រូវការដោយនឹងការកាត់ម៉ូតកៅអៅរបស់អ្នកចង់បានវិញនោះគម្រោងដែលអាចផ្លាស់ប្ដូរអត្ថប្រយោជន៍នៃការធានារ៉ាប់រងនិងជ្រើសរើសអត្ថប្រយោជន៍បន្ថែមឲ្យសមស្របទៅតាមតម្រូវការដែលបុគ្គលិករបស់អ្នកចង់បានបានសន្យារ៉ាប់រងសុខភាពអាជីវកម្ម Safety-net ធានារ៉ាប់រងសុខភាពដែលអាចបត់បែននិងផ្លាស់ប្ដូរអត្ថប្រយោជន៍ទាំងស្រុងទៅតាមតម្រូវការរបស់អាជីវកម្មលោកអ្នកផ្ដល់ការធានាសម្រាប់ក្រុមហ៊ុនឬស្ថាប័នដែលមានបុគ្គលិកចាប់ពី2នាក់ឡើងទៅការធានាទាំងជំងឺនិងគ្រោះថ្នាក់ចៃដន្យការព្យាបាលដោយសម្រាប់ពេទ្យនិងការព្យាបាលដោយមិនសម្រាប់ពេទ្យការជំនឿបន្ទាន់ផ្នែកវិទ្យាសាស្ត្រអន្តរជាតិនិងរថយន្តកិលេសសង្គ្រោះបន្ទាន់ការវះកាត់និងការព្យាបាលជំងឺមហារីកការសម្រាលកូននិងការថែទាំទារកទៅនឹងការថែទាំសុខភាពមាត់ធ្មេញនិងការថែទាំសុខភាពភ្នែកការថែទាំសុខភាពផ្លូវចិត្តការពិនិត្យសុខភាពនិងការចាក់វ៉ាក់សាំងនិងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនបានសន្យារ៉ាប់រងសុខភាពអាជីវកម្ម Safety-net ត្រូវបានបង្កើតឡើងដោយមានភាពបត់បែនទៅតាមតម្រូវការរបស់ក្រុមហ៊ុនអ្នកគោលកញ្ចប់ស្តង់ដារទូទៅមួយមិនអាចសមស្របទៅតាមតម្រូវការគ្រប់ក្រុមហ៊ុនឬស្ថាប័នទាំងអស់បានទេតោះសូមតាក់ទងមកយើងខ្ញុំថ្ងៃនេះដើម្បីរចនាកញ្ចប់ធានារ៉ាប់រងរបស់អ្នក